ច្រើនហ្នឹងគឺគាត់ focus ឬមួយក៏គាត់ផ្ដោតទៅលើការដែលចង់បានការងារមួយហ្នឹងតែធ្វើមិនដើម្បីទទួលបានការងារមួយហ្នឹងប៉ុន្តែគាត់ដឹងថាដំណើរការនៃការដាក់ពាក្យហ្នឹងធ្វើមិនបានត្រឹមត្រូវឬមួយក៏តាមស្តង់ដារនៃការ HR ក៏ចង់បានចា៎អ្នកគ្នាអញ្ចឹងទី1គឺអ្នកគ្នាត្រូវបង្កើតប្រវត្តិរូបសង្ខេបដូចជា CV ហ្នឹងគឺអ្នកគ្នាត្រូវតែបង្កើតឲ្យបានស្អាតច្បាស់មានរបៀបរៀបរយក៏មិនសិនអ្នកគ្នាចេះភាសាដូចជាភាសាចិនឬមួយក៏ជាភាសាអង់គ្លេសអ្នកគ្នាក៏យល់ល្អគឺគួរតែបង្កើត CV ហ្នឹងតាមភាសាអ្នកគ្នាចេះហ្នឹងមួយច្បាប់មកថា CV ចិនមួយច្បាប់ឬមួយក៏អង់គ្លេសមួយច្បាប់អញ្ចឹងមកគឺល្អហ្មងទី2ផងដែរគឺអ្នកគ្នាក្រោយពីការផ្ញើ CV ចូលទៅក្នុង email ឬមួយក៏តាម Telegram ក្រោយអ្នកគ្នាត្រូវតែសួរនាំអំពីលក្ខខណ្ឌការងារម៉ោងការងារ job description ម៉ោងធ្វើការទីកន្លែងក្រុមហ៊ុនឬសួរឲ្យបានច្បាស់លាស់និងបង្ហាញពីភាពការយកចិត្តទុកដាក់ទី3ផងដែរនៅពេលដែលក្រុមហ៊ុនឲ្យអ្នកគ្នាទៅសម្ភាសន៍អញ្ចឹងមកអ្នកគ្នាយកព្រមនៅក្នុងការសម្ភាសន៍ឬមួយក៏ណាត់ជួបហ្នឹងគឺអ្នកគ្នាត្រូវតែបញ្ជាក់ជាមួយ HR ឬមួយក៏ក្រុមហ៊ុនហ្នឹងទៀមទាត់ម៉ោងឬមួយក៏ទីតាំងឲ្យបានច្បាស់លាស់ពីវាអ្នកគ្នាលោកការណាត់ចោលដោយភ្លាមឬមួយក៏អ្នកគ្នាបាត់ខ្លួនឆឹងនៅពេលដែលសម្ភាសន៍មួយហ្នឹងដោយគ្មានហេតុផលគឺធ្វើឲ្យអ្នកគ្នាលោក unprofessional ហើយនឹងធ្វើឲ្យអ្នកគ្នាបាត់បង់ឱកាសហ្នឹងបើសិនជាមានទុកធរៈមែនតើណាគឺអត់អីទេគឺអ្នកគ្នាអាចសុំជាមួយនឹង HR បានពីពេលគាត់ទៅថាឥឡូវនេះយើងពិតជាមានទុកធរៈពិតមែនអញ្ចឹងអាចទៅពេលនេះទៅនៅពេលអ្នកគ្នាដាក់ពាក្យនៅក្នុងកន្លែងណាក៏ដោយក្រុមហ៊ុនណាក៏ដោយគឺអ្នកគ្នាត្រូវតែដាក់ពាក្យដោយមានសុជីវធម៌បញ្ជាក់ថាអ្នកគ្នាគឺគោរពពេលវេលាឬមួយក៏គោរពទៅកាន់ក្រុមហ៊ុនគោរពទៅកាន់ HR ដូចគ្នាហើយចង់បញ្ចប់នៅក្នុងវីដេអូមួយនឹងដែរចង់បើសិនអ្នកគ្នាកំពុងតែរកការងារធ្វើឬមួយក៏ដឹងថាដាក់ពាក្យនៅកន្លែងណាដាក់ពាក្យនៅក្នុងមួយណាគឺអ្នកគ្នាអាចមកចុះ spot ខេមឌីយើងបាន